នៅក្នុងឆ្នាំ2007ក្រុមហ៊ុន Nokia គឺជាក្រុមហ៊ុនទូរស័ព្ទដៃដែលធំជាងគេបំផុតនៅក្នុងសកលលោកព្រោះក្រុមហ៊ុននេះបានក្តាប់ភាគហ៊ុនទូរស័ព្ទដៃទូទាំងសកលលោកច្រើនជាង 40% ឯណោះក៏ប៉ុន្តែរឿងដែលចម្លែកជាងគេបំផុតនោះគឺត្រឹមតែប៉ុន្មានឆ្នាំតែប៉ុណ្ណោះអ្វីៗទាំងអស់ត្រូវបានផ្លាស់ប្ដូរទាំងស្រុងដូច្នេះតើមានរឿងអ្វីកើតឡើងដែលធ្វើឲ្យក្រុមហ៊ុនទូរស័ព្ទដៃដ៏មានឥទ្ធិពលបំផុតនៅក្នុងសកលលោកមួយនេះបានដួលរលំយ៉ាងឆាប់រហ័សបែបនេះនៅក្នុងវីដេអូនេះយើងនឹងធ្វើការនិយាយតាក់ទងទៅនឹងដំណើរការនៃការចាប់ផ្ដើមរបស់ក្រុមហ៊ុន Nokia រហូតដល់ថ្ងៃដែលក្រុមហ៊ុននេះបានប្រកាសលក់ភាគហ៊ុនរបស់ខ្លួនចេញក្រុមហ៊ុន Nokia មិនមែនចាប់ផ្ដើមឡើងជាក្រុមហ៊ុនបច្ចេកវិទ្យាទេក៏ប៉ុន្តែនៅក្នុងឆ្នាំ1865ក្រុមហ៊ុននេះបានបង្កើតឡើងជាក្រុមហ៊ុនផលិតกระดาษដែលស្ថិតនៅក្នុងប្រទេស Finland ក៏ប៉ុន្តែយូរទៅក្រុមហ៊ុន Nokia ក៏បានវិវត្តខ្លួនទៅជាក្រុមហ៊ុនផលិតកៅស៊ូខ្សែនិងគ្រឿងអេឡិចត្រូនិកផ្សេងៗរហូតដល់ក្រុមហ៊ុននេះបានរកឃើញផ្លូវដែលខ្លួនត្រូវដើរនោះគឺការបង្កើតទៅលើទូរស័ព្ទដៃចល័តនៅចុងទសវត្សរ៍ឆ្នាំ1990និងដើមទសវត្សរ៍ឆ្នាំ2000គឺជាពេលវេលាដែល Nokia មមាញឹកគ្មានពេលសម្រាកព្រោះក្រុមហ៊ុននេះបានផលិតទូរស័ព្ទដៃរបស់ខ្លួនដើម្បីធ្វើការលក់ទៅកាន់ទីផ្សារសកលលោកក៏ដូចជាទីផ្សារពិភពលោកហើយទូរស័ព្ទដៃដែលក្រុមហ៊ុន Nokia ផលិតឡើងគឺមានភាពធន់និងមានតម្លៃសមរម្យហើយមានរូបរាងបែបសាមញ្ញថែមទៀតផងដែលយើងតែងតែប្រើការជំនាន់2003 2004ហ្នឹងគឺប្រភេទទូរស័ព្ទដៃ N.7 ដែលយើងហៅថា N.7 ឬក៏12.8នោះឯងហើយការជំនាន់នោះមនុស្សគ្រប់រូបនរណាក៏មានទូរស័ព្ទដៃនេះនៅក្នុងដៃប្រើយ៉ាងហោចណាស់ក៏មួយដែររហូតដល់ឆ្នាំ2007ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនទូរស័ព្ទដៃដែលធំជាងគេបំផុតនៅក្នុងសកលលោកហើយទូរស័ព្ទដៃ Nokia គឺមាននៅគ្រប់ទីកន្លែងទាំងអស់មនុស្សគ្រប់រូបប្រើប្រាស់ទូរស័ព្ទដៃនេះគ្រប់គ្នាហើយនេះគឺរាប់បញ្ចូលទាំងទូរស័ព្ទដៃនិងឧបករណ៍ប្រើប្រាស់ផ្សេងទៀតដែលក្រុមហ៊ុននេះក្តោបក្តាប់នៅក្នុងទីផ្សារសកលលោកហើយ software ដែលប្រើនៅក្នុងឧបករណ៍ទាំងអស់នោះមានឈ្មោះថា Symbian ហើយ software Symbian នេះក៏បានបំពាក់នៅលើឧបករណ៍រាប់លានផងដែរនៅក្នុងទីផ្សារសកលលោកយើងក៏ប៉ុន្តែដោយសារតែមានអតិថិជនរាប់លាននៅក្នុងដៃបែបនេះហើយដែលធ្វើឲ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nokia មានជំនឿចិត្តថាខ្លួននឹងមិនអាចបរាជ័យបានឡើយទោះបីជាដើរទៅលើផ្លូវណាឬក៏ផលិតទៅលើឧបករណ៍ណាក៏ដោយឬក៏ product ទូរស័ព្ទបែបណាក៏ដោយហើយជំនឿនិងភាពជឿជាក់មួយនេះហើយដែលជាចំណុចខ្សោយដ៏ធំបំផុតរបស់ពួកគេដោយឡែកនៅក្នុងឆ្នាំ2007ដដែលក្រុមហ៊ុន Apple ក៏បានណែនាំនិងដាក់ចេញនូវផលិតផល iPhone ដែលជាទូរស័ព្ទដៃដំបូងរបស់ខ្លួននៅក្នុងទីផ្សារអន្តរជាតិផងដែរដែលជាទូរស័ព្ទដៃប្រភេទ touch screen ហើយមានកម្មវិធីច្រើនក្នុងនោះដែលយើងអាចប្រើប្រាស់បានផងដែរហើយនៅត្រង់ចំណុចនេះ Nokia ក៏បានរកឃើញទូរស័ព្ទដៃប្រភេទ touch screen នេះផងដែរប៉ុន្តែពួកគេជឿជាក់ថាទូរស័ព្ទដៃដែលមានក្តារចុចរបស់ពួកគេនៅតែទាន់សម័យជាងហើយពួកគេមិនខ្វល់ឬក៏មិនជឿវ៉ាជាមួយនឹងប្រភេទទូរស័ព្ទដៃ touch screen ឡើយហើយនេះគឺជាកំហុសដ៏ធំបំផុតដែលក្រុមហ៊ុនទូរស័ព្ទដៃ Nokia បានប្រព្រឹត្តឡើងក្រុមហ៊ុន Nokia បានរកឃើញវាពិតមែនក៏ប៉ុន្តែពួកគេមិនបានយកចិត្តទុកដាក់ចំពោះទូរស័ព្ទដៃប្រភេទ touch screen នេះទេហើយពួកគេជឿថាក្តារចុចមានរូបរាងល្អជាងហើយនឹងស្រួលប្រើជាងហើយពួកគេជឿជាក់ថា software ប្រភេទ Symbian គឺគ្រប់គ្រាន់ហើយសម្រាប់ដាក់ឲ្យប្រើប្រាស់នៅក្នុងទូរស័ព្ទដៃប្រភេទ Nokia សម្រាប់ឲ្យអតិថិជនរបស់ពួកគេខណៈពេលដែលក្រុមហ៊ុន Apple និង Android ផ្ដោតទៅលើកម្មវិធីនិងប្រព័ន្ធ ecology ក្រុមហ៊ុន Nokia ផ្ដោតទៅលើផ្នែករឹងឬក៏យើងហៅថា hardware និងផ្នែកប្រពៃណីរបស់ទូរស័ព្ទរបស់ពួកគេតែប៉ុណ្ណោះហើយខណៈពេលដែលពិភពលោកបានផ្លាស់ប្ដូរក្រុមហ៊ុន Nokia មិនបានធ្វើដូច្នេះទេហើយក្រុមហ៊ុន Nokia មិនបាន update ទៅទាន់សម័យកាលរបស់ពិភពលោកទេដែលនេះគឺជារឿងរ៉ាវនិងជាកំហុសដ៏ធំមួយរបស់ក្រុមហ៊ុន Nokia ដែលធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Nokia បានធ្លាក់ចុះយ៉ាងគំហុកទោះជាយ៉ាងណាក៏ដោយ OS ប្រភេទ Symbian មិនអាចធ្វើការប្រកួតប្រជែងជាមួយនឹង OS ប្រភេទ iOS ឬ Android OS បានទេហើយនយោបាយផ្ទៃក្នុងរបស់ Nokia ក៏មានភាពយឺតយ៉ាវក្នុងការសម្រេចចិត្តនឹងធ្វើនវានុវត្តន៍ទៅលើទូរស័ព្ទដៃរបស់ខ្លួនផងដែរពីព្រោះមានភាពភ័យខ្លាចខ្លាំង
ហើយក្រុមហ៊ុននេះមានការព្រួយបារម្ភខ្លាំងក្នុងការធ្វើនៅវានុវត្តទៅលើទូរស័ព្ទដៃរបស់ខ្លួនដោយឡែកនៅក្នុងឆ្នាំ2013ក្រុមហ៊ុន Nokia ក៏បានសម្រេចចិត្តលក់កម្មវិធីទូរស័ព្ទដៃរបស់ខ្លួនឲ្យទៅក្រុមហ៊ុន Microsoft ហើយពេលនោះស្ដេចនៃទូរស័ព្ទដៃដែលយើងតែងហៅថាទូរស័ព្ទដៃ Nokia ក៏បានបាត់មុខទៅពីពេលនោះទៅទោះជាយ៉ាងណាក៏ដោយ Nokia មិនបានបរាជ័យដោយសារតែការខ្វះខាតទេពកោសល្យនោះទេប៉ុន្តែក្រុមហ៊ុននេះបានបរាជ័យដោយសារតែវាមិនអើពើនឹងការផ្លាស់ប្ដូរថ្មីនៃបច្ចេកវិទ្យាទំនើបការបរាជ័យរបស់ក្រុមហ៊ុន Nokia គឺជាមេរៀនដ៏ធំមួយដែលបានបង្រៀនយើងឲ្យយល់ថាការទទួលបានភាពជោគជ័យនៅថ្ងៃនេះមិនអាចការពារយើងនៅថ្ងៃស្អែកបានឡើយជាចុងក្រោយបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនឹងវីដេអូមួយនេះសូមជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតនិងជួយ comment បើចង់ដឹងរឿងរ៉ាវផ្សេងៗទាក់ទងទៅនឹងបច្ចេកវិទ្យាអរគុណនិងជម្រាបលាជួបគ្នានៅវីដេអូក្រោយ